ថ្ងៃនេះខ្ញុំមានសំណួរមួយចង់សួរទៅអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាធ្លាប់និយាយពាក្យនេះដែរឬទេចាំលើកក្រោយចាំស្អែកថ្ងៃនេះខ្ញុំហត់នឿយខ្លាំងណាស់ជំរាបសួរក៏សូមស្វាគមន៍មកកាន់Day Talk ថ្ងៃនេះគឺចាប់ផ្ដើមមានប្រធានបទថ្មីហើយដែលនិយាយពាក់ព័ន្ធជាមួយនឹងប្រធានបទមុនគឺបន្តពីក្តីស្រមៃក្នុងឆ្នាំ2026អញ្ចឹងប្រធានបទមុនយើងនិយាយអំពីកម្លាំងចិត្តហើយប្រធានបទនេះគឺយើងនិយាយអំពីការពន្យាពេលបងប្អូនអើយទម្លាប់ពន្យាពេលគឺអត់ល្អទេអញ្ចឹងបងប្អូនសូមព្យាយាមកាត់បន្ថយឲ្យច្រើនក្នុងឆ្នាំ2026នេះផ្លាស់ប្ដូរខ្លួនឯងដើម្បីក្តីស្រមៃការពន្យាពេលមិនមែនត្រឹមតែភាពខ្ជិលនោះទេគឺដឹងហើយតែបងប្អូនអត់ធ្វើវាអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយដូចជាថ្ងៃនេះបងប្អូនចង់អានសៀវភៅចង់ហាត់បានហើយចង់សន្សំលុយប៉ុន្តែថ្ងៃនេះបងប្អូនមិនបានធ្វើទេបងប្អូននិយាយពីថាចាំលើកក្រោយចាំតិចទៀតទីបំផុតក៏ពេលវេលាទៅផុតមួយថ្ងៃបាត់ទៅក៏មិនបានធ្វើអ្វីទាំងអស់នេះហើយដោយសារពាក្យចាំសិនបងប្អូនត្រូវចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងក្នុងឆ្នាំ2026នៅខាងមុខនេះគឺចិត្តមកដល់ហើយត្រូវតែបំពេញក្តីស្រមៃខ្លួនឯងឲ្យបានត្រូវចាប់ផ្ដើម5នាទីឬក៏10នាទីក៏បានឲ្យតែមួយថ្ងៃបងប្អូនត្រូវតែធ្វើឬមួយក៏ចាប់ផ្ដើមបងប្អូនត្រូវចាប់ផ្ដើមទាំងអស់គ្នាណាតិចនាទីក៏បានសំខាន់គឺរាល់ថ្ងៃគឺអភិវឌ្ឍខ្លួនឯងសម្រាប់នៅអ្វីដែលខ្លួនចង់ធ្វើបងប្អូនត្រូវ note កំណត់ណាថ្ងៃហ្នឹងចង់ធ្វើអីរៀនមួយថ្ងៃបងប្អូនបានរៀន2ម៉ោងក៏បានដែរ5នាទី10នាទីហាត់ប្រាណ5នាទី10នាទីឬមួយក៏សន្សំលុយត្រូវតែតិចតួចចូលរួមចំណែកក្នុងការធ្វើអញ្ចឹងរឿងតូចអាចបង្រៀនឲ្យបងប្អូនអាចអភិវឌ្ឍខ្លួនបាននៅក្នុងឆ្នាំ2026ទៅខាងមុខនេះអញ្ចឹង2025បានកន្លងផុតហើយបងប្អូនមិនបានធ្វើវាបន្តក្នុងឆ្នាំ2026នេះទាំងអស់គ្នាណាហើយមានចំណុចខ្លះទៀតបងប្អូនត្រូវចាប់ផ្ដើមធ្វើមុនអារម្មណ៍បងប្អូនយល់រឿងហ្នឹងអត់ចាប់ផ្ដើមធ្វើមុនអារម្មណ៍ហ្នឹងមិនទៅសូមកម្រងចាំ motivation ត្រូវធ្វើមុនអារម្មណ៍មកដល់ឥឡូវខ្ញុំនិយាយមួយបងប្អូនត្រូវមានចំណុចមួយដែលត្រូវធ្វើអារម្មណ៍យើងអត់ចង់ធ្វើទេប៉ុន្តែបងប្អូនត្រូវធ្វើសិនពេលដល់បងប្អូនធ្វើរបៀបថាចាប់ផ្ដើម5នាទីឡើងទៅអារម្មណ៍យើងចាប់ផ្ដើមចង់ហើយអញ្ចឹងបានគេនិយាយថាត្រូវធ្វើមុនអារម្មណ៍មកដល់អញ្ចឹងអភិវឌ្ឍធ្វើចំណុចល្អដែលបងប្អូនចង់បានការងារល្អហាត់ប្រាណរៀនទោះមិនចង់ក៏ត្រូវតែធ្វើរយៈពេល1នាទីក្រោយអារម្មណ៍យើងនឹងចាប់ផ្ដើមបដោតចង់ធ្វើដូចគ្នាហើយមួយទៀតបងប្អូនត្រូវចាំថាក្តីស្រមៃមិនមកដោយសុខស្រួលនោះទេក្តីស្រមៃមករកអ្នកដោយវិន័យអ្នកត្រូវតែរៀនដាក់វិន័យខ្លួនឯងដើម្បីឲ្យជោគជ័យអញ្ចឹងខ្ញុំសូមនិយាយពីការពន្យាពេលគឺកំពុងតែយកឱកាសល្អរបស់បងប្អូនហើយការពន្យាពេលគឺកំពុងតែយកក្តីស្រមៃរបស់បងប្អូននៅខាងមុខនិងទាញយកការអភិវឌ្ឍខ្លួនផងបងប្អូនចេញហើយថ្ងៃនេះបងប្អូនពន្យាពេលថ្ងៃស្អែកបងប្អូននឹងសរសេរពាក្យថាស្ដាយក្រោយត្រូវចាំណាខ្ញុំនៅមានវីដេអូបន្តទៀតអញ្ចឹងកុំភ្លេចជួយចុច like share ទាំងអស់គ្នាផងអរគុណ What is the alright? Baby, can we still shine? Tell me